Bạn ơi. Là bom cài mày là bom còn bà xin đóน้อมคลุนวานเซียนตู่ไว้30 ដំបងដកប្រាក់ខែ1 ឆ្នាំលោកស្នាប្រមុខលោកម្ចាស់ទូនាំខ្លួនទៅអើយអាយ៉ាវិជាគុណឯងតើអ្នកណាបង្រៀនឯងហើយពួកឯងមកពីទីណាដែរខ្ញុំរៀនជាមួយចៅចុងតាំងពីតូចពួកយើងទាំងអស់គ្នាគឺជាកងទ័ពរបស់លោកមេទ័ពលីកើនៅរាជធានីអូមានផោះតាំងទេមានផ្លាកបញ្ជាជាផោះតាំងល្អណាស់ឯងជាកងទ័ពរាជធានីហេតុអីមកប្រកួតគ្នានៅសៀងចៅទៅវិញលោកមេទ័ពលាវពេលីហើយពេលនេះទ័ពធីងពីងក៏រញ៉េរញ៉ៃលោកមេទ័ពលាវបានផ្ដាំផ្ញើជាលើកចុងក្រោយឲ្យយើងមករកលោកសេនាប្រមុខនៅទីនេះការពិតចឹងសោះអញ្ចឹងចុះពួកឯងទៅវិញទៅស្អែកពេលប្រកួតក្បាច់គុណរួចបើសិនជាពួកឯងលេចធ្លោជាងគេយើងប្រកាសជារើសយកពួកឯងអរគុណលោកសេនាប្រមុខខ្ញុំថាចូលហាងនេះចុះអ្នកបម្រើលោកម្ចាស់តាំងពីតើលោកជិះហូបបាយឬក៏ជួលបន្ទប់ពួកយើងរកបន្ទប់ជួលចូលបន្ទប់មកជួលបន្ទប់អីមកចង់ជួលបន្ទប់ទៅខាងក្រៅក្រុងទៅមានផ្ទះសំណាក់មួយសូមជិះទៅខាងនោះយកពួកយើងភ្ញៀវពេញហើយល្អណាស់ក៏មិនគាត់មិនឲ្យទៅថាពេញហើយពេញហើយមកអើយកុំបខំគេយើងទៅកន្លែងផ្សេងទៅដល់ទៅដល់ថ្នឹងខួរក្បាលឆ្លុះគ្នានឹងបេះដូងអូយយើងចេះស្ដាប់គ្នាមែនប្រាប់ឲ្យតែផ្ទះសំណាក់ខ្ញុំភ្ញៀវពេញអស់ហើយជួយបងយើងមកនោះខ្ញុំមិនទទួលឯងទៅកន្លែងផ្សេងនោះមានអីអស្ចារ្យទៅមែនទៅកន្លែងផ្សេងទៅពេញហើយទៅរកកន្លែងផ្សេងបាច់ទេគ្រប់យ៉ាងមិនដែលដេញដោលរបងគេចោលខ្ញុំយកទុកក្នុងដីអោបថើបហើយនៅទីនោះលបងរឿងនេះល្អណាស់មានផ្ទះសំណាក់ហើយហើយតែងស្រមៃថាមានគេនៅក្បែរតើពេលនេះខ្ញុំឈឺមែនទេណាមិនធ្វើអីអាល្ងងនេះពួកយើងជួលផ្ទះសំណាក់អើយលោកម្ចាស់ហើយថ្ងៃនេះហារបស់យើងវាភ្ញៀវពេញអស់ហើយលោកអស់គ្នាជួយទៅរកកន្លែងផ្សេងទៅកន្លែងនេះពេញអស់ហើយសូមជើញចុះសូមទោសផងណាអាចង្រៃមកនេះញូពេញហើយមកនេះយើងពេញហើយស្មានតែយើងមិនចេះរាប់លេខនៅក្នុងក្រោលសេះមានសេះតែមួយក្បាលគូតហើយអីក៏ឲ្យថាពេញយើងពេញគេទៅអ្នកបម្រើខាងនេះពួកយើងទាំងអស់គ្នាស្រោតដំណើរច្រើនថ្ងៃហើយដើរលេងរួចហើយសូមលោកជួយសម្រួលឲ្យពួកយើងផងតែតើបានទេពិតជាមានភ្ញៀវច្រើនមែនណាអ្នកបម្រើខ្ញុំយល់ប៉ុន្តែជួយសម្រួលផងទៅហើយមើលចុះមេឃក៏ងឹតហើយខ្ញុំដឹងពីបំណងរបស់ឯងយកទៅបញ្ហាប្រាក់ទេថ្ងៃនេះរបស់ខ្ញុំមានមនុស្សមកពីដំណាក់ណាននេះគឺលោកម្ចាស់លៀងគាត់បានមកយកហាងនេះទៅហើយកុំថាឡើយកន្លែងជ្រកកោតតែបន្តិចសូមឲ្យតែរកកន្លែងឈរនោះក៏ខំមានដែរដូច្នេះសូមលោកទាំងអស់អញ្ជើញទៅចុះចេញទៅកន្លែងផ្សេងទៅអត់មានសោះកន្លែងទេអស់លីអញ្ជើញជិះចង្រៃមិនតែអ្នកមានអំណាចដូចឯងនេះហើយចង់ភ្លុកកណ្ដាប់ដៃរបស់លោកម្ចាស់នេះឲ្យទៅមិនដែរទេមិនទៅនឹងគេទេលេងគេទៅមិនទៅនឹងខ្ញុំទេអូយលោកម្ចាស់ទាំងអស់គ្នាអ្នកណាមានមុខរបរហើយមិនព្រមទទួលនោះមែនទេមកគ្រាន់តែថ្ងៃនេះខ្ញុំមិនអាចទទួលបានទេសូមអធិស្ឋានមិនកើតទេនៅខាងនេះមិនឆ្ងាយប្រហែលគឺមានវត្តអារាមមួយលោកទាំងអស់គ្នាជើញទៅសម្រាប់នៅទីដូចជាក៏គាត់ជាអាចទៅដល់មុនពេលថ្ងៃលិចហើយសម្រាប់នៅក្នុងវត្តទៅណាលោកហើយទេទៅសម្រាប់នៅវត្តបានហើយអូខេទៅលបងគិតយ៉ាងម៉េចទៅលបង
សុំជើញលោកម្ចាស់សុំជើញជើញ ហើយបានហើយដើរទៅ អើយបើគុំតែលបងខាត់ខ្ញុំចាំបាច់កវាស្លាប់បាត់ទៅហើយ ជាផ្លូវជាផ្លូវជាផ្លូវ ព្រះអង្គម្ចាស់មកដល់ហើយ អំណោយតិចតួចសូមកុំប្រកាន់ នេះ នេះសុទ្ធតែជាទឹកចិត្តរបស់លោកសេនាប្រមុខព្រះអង្គលៀងខ្លាំងទាំងក្បាច់គុណអក្សរសាស្ត្រហើយជារាជវង្សានុវង្សទៀតទើបចាត់លោកមេទ័ពធុប៉ាអ៊ូយេមកពិគ្រោះគ្នាអំពីរឿងកិច្ចការកងទ័ពសូមយាងព្រះអង្គម្ចាស់ទទួលទុកផង តើពលលោកចង់ពិគ្រោះគ្នារបៀបណា ខានស្អែកនេះប្រកួតក្បាច់គុណនៅសៀងជើព្រះអង្គម្ចាស់គឺជាម្ចាស់សង្វៀនលោកមេទ័ពគិតថាអ្នកគុណនិយមខ្លាំងនៅភូមិភាគកណ្ដាលច្បាស់ជាទៅប្រកួតគ្នាសូមព្រះអង្គម្ចាស់កុំប្រណីដល់ពួកគេឲ្យសោះជួបម្នាក់សម្លាប់ម្នាក់ជួបពីរអ្នកសម្លាប់ពីរអ្នកហើយចំនួនដែលសេះសល់យើងនឹងថ្វាយព្រះអង្គម្ចាស់តាមក្រោយ ពលលោកពិតជាទទួលដំណឹងលឿនមែននេះគឺខ្ចីកំបិតសម្រាប់មនុស្ស រឿងបង្ក្រាបនគរលាវក៏ខ្ចីកំបិតសម្រាប់មនុស្សដែរសមានថាជាអ្នកក្លាហានមកពីណាតាមពិតគឺជាមនុស្សកំសាកចង្រៃម្នាក់ដូចសោះ កន្លងមកយើងមិនដែលចេះខ្លាចអ្នកណាម្នាក់ទេលោកកុំចង់សាកណាយើងមិនដែលចេះស្គាល់ពាក្យថាខ្លាចក្រែងទេយើងគ្រាន់តែបារម្ភថាដល់ពេលនោះបើអ្នកក្លាហានស្លាប់ទាំងអស់គ្នាលោកច្បាស់ជាបារម្ភពីរឿងប្រាក់ រឿងនេះសូមកុំបារម្ភអីឲ្យតែទ្រង់សម្រេចកិច្ចការនេះបានមើលកាក់ក៏មិនខ្វះដែរយើងមិនរិះថាមទេ លោកគិតថាយើងចង់បានប្រាក់អ្វីដែលយើងចង់បានគឺទឹកដីពាក់កណ្ដាល ល្អឲ្យតែព្រះអង្គម្ចាស់សម្រេចកិច្ចការនេះយើងអាចពិគ្រោះគ្នាបាន អ
ណ៎គឺមនុស្សស្រី នេះជាណា ចូលទៅក្នុងផ្ទះទៅចូលទៅអលឺលឺ ខ្ញុំគ្មានពេលបាក់ស្រាយប្រាប់លោកទេព្រះអង្គម្ចាស់លៀងទទួលប្រាក់ពីជនចិត្តជីងចង់សម្រាប់អ្នកគុណនិយម ទៅស្មងយើងជឿនេះ ខ្ញុំលុយស្ដាប់ពួកគេនិយាយគ្នាពួកគេចង់សម្រាប់ខ្ញុំនេះហើយជាផតតាំង ហេខានណាអូខណូទៅ ពួកជាណាហើយមកធ្វើស្អី យើងដើរកាត់ទីនេះទើបចូលមកស្នាក់នៅចាំបាច់ប្រើកាំបិតដំពេងដែរ បានហើយដាក់ក្បិតចុះទៅអ្នកទាំងអស់គ្នាតែមានឃើញជនអាយខ្មៅម្នាក់ទេ អូយ៉ពួកយើងគ្រាន់តែមកដូចទីនេះទើបតែក្រោកទេលបងមិញលបងឃើញអី ឃើញចេះទេមិននៅក្នុងផ្ទះសំណាក់មានចောင်းលុយប្រាក់របស់យើងបើអ្នកទាំងអស់គ្នាបានឃើញសម្រាប់ខ្ញុំផង អាយ៉ាលួចប្រាក់មិនលួចប្រាក់អីទៅពួកយើងមកសម្រាប់នៅទីនេះអ្វីក៏មិនឃើញដែរឃើញតែរួយប្រមាណក្បាលហោះទៅហោះមកតែប៉ុណ្ណោះអើយ ហ៎ហើយប្រាប់សម្ដីទេ ប្រាក់ចោះធ្វើសេចណាគ្មានកំបិតនោះយើងគ្មានកំបិត បានហើយលោកម្ចាស់កាណែជនអាយខ្មៅម្នាក់នេះមានមៀតតូចបានទេលោកមើលពួកយើងទៅតើដូចទេមិនក៏លោកដឹងថាជនអាយខ្មៅមានតូចខ្ញុំបានឃើញគេនៅណាមិនខ្ញុំឃើញជនអាយខ្មៅម្នាក់នៅមាត់ទ្វារនោះរត់ទៅខណោបាត់ហើយលោកម្ចាស់បើលោកមិនតាមទៀតយឺតពេលហើយគេទៅបាត់មួយសន្ទុះហើយ ស
សូមរាយការណ៍ព្រះអង្គម្ចាស់ខាងក្រោយឆៃឆេរួយឲ្យគ្មានមនុស្សទេ ចាំ ហើយយ៉ាលបងពិតជាមើលមិនដឹងមែនអមាញ់មិញពេលដែលលបងនិយាយកុហកមិនព្រិចភ្នែកបន្តិចទេ ទៅណាហើយ ខ្ញុំបានឃើញអមាញ់មិញជន់បិទមុខអាវខ្មៅនេះបានចេញមកខាងនេះរត់ទៅខាងនោះបានទៅហើយលោកម្ចាស់បើលោកមិនតាមទេលោកតាមលេខតាន់ហើយ ស្អីនោះចេញឈាមហើយ មក ឈាមត មិនក៏ឈាមណា សេនាប្រមុខអ្នកប្រកួតទាំងអស់គ្នាបានត្រៀមខ្លួនរួចហើយអ្នកទាំងអស់គ្នាការប្រកួតក្បាច់គុនថ្ងៃនេះចាប់ផ្ដើមអ្នកប្រកួតចេញមកតាមលំដាប់លំដោយចុះឈ្មោះម្ចាស់សង្វៀនថ្ងៃនេះគឺមេទ័ពឆាយគួយមកពីដំណាក់ព្រះអង្គម្ចាស់លៀនណានីងកំបិតរបស់គេចេញច្បាំងគ្រប់កន្លែងយកឈ្នះលើសត្រូវគ្រប់ទិសទីបើអ្នកណាអាចយកឈ្នះលើគេបានគឺជាអ្នកចម្បាំងទី1នៅសៀងជើនេះប្រាក់100ដំឡឹងក៏នឹងបានទៅអ្នកចម្បាំងទី1នៅសៀងជើដែរអ្នកណាមានសមត្ថភាពសូមបង្ហាញមកចុះ សង្វៀនថ្ងៃនេះមានការកំណត់មួយដែលអ្នកទាំងអស់គ្នាត្រូវចាំយើងគ្រាន់តែសាកល្បងវិជាចន្លោទៅបានហើយកុំធ្វើឲ្យមានរបួសអីសោះហើយនេះប៉ាមើលអ្នកនៅខាងនោះដូចជាខ្លាំងណាស់មិនត្រូវហើយនៅមានអ្នកខាងនោះទៀតអើយសាច់តែប្រមាណដុំនឹងបងធំញាត់ថ្មិញគាត់ក៏មិនគ្រាន់ផងមើលអ្នកខាងនោះចុះដូចជាខ្លាំងណាស់ខ្ញុំពិតជាបារម្ភណាស់ទាំងអស់គ្នាការប្រកួតសូមចាប់ផ្ដើមអញ្ជើញម្ចាស់សង្វៀននេះមកចុះមកហើយលបងឆាប់ឡើងលបងមក
នោះមក លោកមិនតបមើលទេ លោកមិនតបមើលចុះនោះ ចាំមើលមើលចាំមើល ការប្រកួតថ្ងៃនេះគ្រាន់តែចន្លោះបានហើយអ្នកល្មើសនៅបញ្ជាត្រូវតែមានទោស លោកស្នាប្រមុខកុំខឹងអីគេគ្រាន់តែប្រហែសតែប៉ុណ្ណោះមិនតិចទៀតខ្ញុំនឹងប្រាប់គេឲ្យប្រយ័ត្នបន្តិចសូមកុំខឹង លោកស្នាប្រមុខមានបញ្ជាចន្លោះទៅបានហើយហាមធ្វើឲ្យមានរបួសស្នាប់ ជួបព្រាបដល់ម្ចាស់លោកសេនាប្រមុខដាក់បញ្ជារួចហើយហេតុអីបានជាមិនស្ដាប់ មកគ្មានសមត្ថភាពកុំតាំងខ្លួនជាអ្នកខ្លាំងពេលចូលសមរភូមិអ្នកណាមិនសម្លាប់មនុស្សស្ដាប់ឲ្យច្បាស់ ពួកលោកយល់ថាយុទ្ធធម៌ដែរទេ លោកសេនាប្រមុខអាចឲ្យពួកគេប្រកួតបាញ់ធ្នូមួយសិនហើយចាំប្រកួតក្បាច់គុណបានទេ ស្លាប់បញ្ជាយើងត្រៀមព្រួញនឹងធ្នូ
ព្រះអង្គម្ចាស់លៀងយាបហ្វៃខាងមុខនោះគឺជាផ្ទាំង10ហើយអ្នកទាំងពីរអ្នកណាបាច់មុនយើងមុនយាយហ្វៃដល់ពេលណាយហើយនេះបើមិនកុយគេលើកផ្ទាំង10ទៅឆ្ងាយហើយប្រើលបងទៅអើយពិតជាអាក្រក់មែនហេលបងគេលើកផ្ទាំង10ទៅឆ្ងាយអើយលបងប្រយ័ត្នផងយាយហ្វៃអីមកណែលោកម្ចាស់យាយហ្វៃអីដឹកកំហុសទេយើងឲ្យឯងប្រកួតបាញ់ព្រួញឯងមិនចេះបាញ់ព្រួញបែរជាកាច់ធ្នូបាក់ទៅវិញហើយដើមឡើយធ្នូនេះអន់ស្រាប់ទៅហើយរបស់យើងមានកម្លាំងខ្លាំងយ៉ាងនេះគ្រាន់តែទៀតក៏បានដែរសេណាឆាប់ដេញគេចេញទៅក្រៅទៅលោកម្ចាស់ខ្ញុំមានការចង់និយាយអើយឈប់សិនយាយហ្វៃឯងមានអីចង់និយាយលោកសេនាប្រមុខអំបញ្ញមិញធ្នូបាក់មិនមែនជាចេតនាខ្ញុំទេតែគ្រាន់តែទាញក៏បាក់ទៅហើយធ្នូនេះគឺទន់ខ្លាំងណាស់សម្រាប់ខ្ញុំមិនរឹងមាំបាញ់មិនបានឆ្ងាយតើលោកសេនាប្រមុខអាចឲ្យធ្នូផ្សេងមកខ្ញុំបានទេបើខ្ញុំបាញ់មិនត្រូវចង់សម្លាប់ឬទុកស្រេចតែលោកម្ចាស់ទាំងអស់គ្នាចុះហើយប្រកបនេះយាយហ្វៃឯងសម្ដីថ្លោះមែនបើវិជាបាញ់ព្រួញឯងមិនឈ្នះព្រះអង្គម្ចាស់លៀងទេយើងនឹងដេញឯងចេញពីទីនេះទទួលបញ្ជាសេនាយកធ្នូរបស់យើងមកអរគុណលោកសេនាប្រមុខយាយហ្វៃអស្ចារ្យយាយហ្វៃអស្ចារ្យលបងចេះហើយ
ระวังเฉลี่ยให้ระวังเฉลี่ยให้ระวังเฉลี่ยระวังเฉลี่ยระวังเฉลี่ยอาจารย์ระวังเฉลี่ยให้ระวังเฉลี่ยอาจารย์ระวังเฉลี่ยให้อาจารย์นะระวังเฉลี่ยให้เยี่ยมไฟอาจารย์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  លោកម្ចាស់ចាងលោកសេនាប្រមុខយើហ្វៃបាញ់ត្រូវទាំងអស់យើក៏បាញ់ត្រូវទាំងអស់ដែរការប្រកួតបាញ់ព្រួយនេះយើងទុកតែស្មើគ្នាយើប្រកួតក្បាច់គុនទៅ นั่นเราไม่จับประหยัดไปย่อยพงระวังไตรแต่ประหยัดนะ อย่าไฟถ่ายคลุนอย่าไฟจุลมา សូមរាយការណ៍លែងមានដង្ហើមហើយស្លាប់មើលនេះយាហ្វៃឯសំណាប់រាជវង្សានុវង្សសេនាចាប់ខ្លួនវា
នេះជាការប្រកួតលើសង្វៀនណាមិនយុត្តិធម៌ទេ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 មិនយុត្តិธม៌ទេ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 ចប់លៀមកាន់ក្តីយ៉ាងណាខ្ញុំជឿថាលោកសេនាប្រមុខចេះចាត់ចែងហើយលើកជង្គង់លើកជង្គង់យាហ្វៃព្រះអង្គម្ចាស់លៀងគឺជារាជវង្សានុវង្សរបស់មហាសង្ឃឯងបានសម្លាប់រាជវង្សានុវង្សទោះអ្នកណាក៏មិនអាចជួយឯងបានដែរសម្ដីគឺបែបនេះហើយប៉ុន្តែព្រះអង្គម្ចាស់លៀងចង់សម្លាប់គេមុនទើបយាហ្វៃគេការពារខ្លួនបើលោកសេនាប្រមុខឲ្យយាហ្វៃគ្មានទោសដូចជាលំអៀងគ្មានអ្នកណាសុខចិត្តទេបើមានរឿងអ្វីបន្ថែមទៀតលោកសេនាប្រមុខរឹតតែពិបាកដោះស្រាយជាមួយនឹងរាជការហើយលោកសេនាប្រមុខគឺយាហ្វៃប្រហើនបង្កបញ្ហាធំប៉ុន្តែមិនថាក្នុងនាមជាកងទ័ពរាជធានីក្នុងថ្ងៃនេះឬអ្នកចម្បាំងសៀវជើងទៅថ្ងៃមុខទេយើងត្រូវតែសម្រួលផ្ទៃក្នុងជាមុនព្រះអង្គលៀងគឺជាឧបសគ្គធំសម្រាប់ផ្ទៃក្នុងយើងយាហ្វៃសម្ដីនេះធ្ងន់ខ្លាំងណាស់ឯងកុំនិយាយផ្ដេសផ្ដាស់ឲ្យសោះខ្ញុំហ៊ាននិយាយខ្ញុំធ្លាប់បានសង្គ្រោះនារីរងរបួសម្នាក់នារីម្នាក់នោះប្រាប់ខ្ញុំដោយផ្ទាល់មាត់ព្រះអង្គម្ចាស់លៀងបានទទួលប្រាក់ទិញជីវិតពីជនជាតិជីងសំអាងលើសម្ដីនារីមានប្រវត្តិមិនច្បាស់លាស់ម្នាក់ឯងក៏សម្រាប់ព្រះអង្គម្ចាស់លៀងចឹងជំរាបលោកម្ចាស់មុននេះខ្ញុំក៏មិនជឿដែរប៉ុន្តែទង្វើរបស់ព្រះអង្គម្ចាស់លៀងនៅលើសង្វៀនទាំងប៉ុន្មានសម្រាប់អ្នកចម្បាំងមហាសង្ឃនេះមិនមែនជាផុសតាំងទេនិយាយតែប៉ុណ្ណោះចងស៊ីស្រាវវិជាបាទត្រូវតែស៊ើបរឿងនេះឲ្យបានច្បាស់បាទលោកសេនាប្រមុខនៅស៊ើបអីទៀតយាហ្វៃប្រហើនមិនស្គាល់ខ្ពស់ទៀតពេលនេះសាកសពព្រះអង្គម្ចាស់លៀងនេះជាងងនៅចំពោះមុខលោកសេនាប្រមុខបញ្ជាក់ហើយការប្រកួតក្បាច់គុណចន្លោះទៅបានហើយប៉ុន្តែយាហ្វៃពិតជាបានសម្លាប់មនុស្សហើយសម្លាប់រាជវង្សានុវង្សថែមទៀតត្រូវហើយបើទោះជាសម្ដីយាហ្វៃគឺជាការពិតតើព្រះអង្គម្ចាស់លៀងបានយកជីវិតមកសងហើយយាហ្វៃធ្វើអីតាមតែទំនឹងចិត្តបើសិនជាមិនហ៊ានគាត់ទេថ្ងៃក្រោយនឹងមានមនុស្សសម្លាប់មនុស្សជាច្រើនលាក់កំហុសឲ្យអ្នកស្លាប់ហើយដល់ពេលនោះពិបាកនឹងបែងចែកណាស់អញ្ចឹងអ្នកទាំងពីរមានយោបល់យ៉ាងណាលោកសេនាប្រមុខទឹកដីលើលោកនេះជារបស់មហាក្សត្រសង្ឃឹមថាលោកកុំចិញ្ចឹមមនុស្សអាក្រក់អីឥតនេះត្រូវយាហ្វៃត្រូវតែស្លាប់